សួស្តីអ្នកគ្នាជួបខ្ញុំសាទៀតហើយថ្ងៃនេះគឺខ្ញុំអត់មក reaction បទចម្រៀងក៏ដូចជាធ្វើវីដេអូ link game ឯទេថ្ងៃនេះគឺចង់តាមដានព័ត៌មានបន្តិចថ្ងៃនេះគឺកងទ័ពសៀមគឺមកទន្ទ្រានយកដីយើងទៀតហើយមិនដឹងថាគោលម្ដងវាគឺចង់យ៉ាងម៉េចទេថ្ងៃនេះគឺព័ត៌មានគឺនៅខាង Fresh News គឺគាត់បានចុះផ្សាយ2ម៉ោងមុនគឺនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យថ្ងៃទី10ហ្នឹងគឺបានឲ្យឃើញថាយោធាថៃគឺបាននាំមកត្រាក់ឈូដីនេះគឺមិនដឹងចំនួនប្រមាណទេគឺវាមកឈូសនៅម្ដុំកន្លែងវាដាក់លេបឡានៅភូមិព្រៃច័ន្ទអូ3ជាន់ហ្នឹងខេត្តបន្ទាយមានជ័យហ្នឹងគឺបានមកឈូសឆាយហើយមិនដឹងថាគោលម្ដងវាគឺចង់បានអីទេក៏ប៉ុន្តែមុននឹងថ្ងៃទី10ហ្នឹងគឺវាបានប្រាប់យើងដែរគឺវាបានផ្ដល់ដំណឹងជូនយើងដែរមិនថាអត់ទេគឺវាបានផ្ដល់ដំណឹងថាឲ្យខាងយើងហ្នឹងជំលះប្រជាជននៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហ្នឹងឲ្យចេញពីភូមិហ្នឹងអស់បើសិនជាមិនធ្វើតាមដែលវាចង់ទេគឺវានឹងចាប់ប្រជាជនយើងក៏ដូចជាវានឹងអនុវត្តច្បាប់នៅស្រុកវាគឺច្បាប់ស្រុកវាគឺបានចេញមកហើយថាបើសិនជាប្រជាជនយើងមិនព្រមចេញនៅលើទឹកដីភូមិព្រៃច័ន្ទអូ3ជាន់ដែលវាគិតថាជាទឹកដីវាទេគឺវានឹងអនុវត្តច្បាប់ចាប់ខ្លួនប្រជាជនរបស់យើងយកទៅកាត់ទោសនៅប្រទេសវាអញ្ចឹងថ្ងៃទី10ហើយគឺវាអនុវត្តហើយគឺវាបាននាំត្រាក់ទ័រដែលខ្ញុំបាននិយាយមុនហ្នឹងគឺត្រាក់ទ័រឈូសដីហ្នឹងគឺវាមកឈូសហើយមិនដឹងថាគោលម្ដងវាចង់បានអីទេហើយដូចជាម្សិលមិញគឺវាបាននាំកងទ័ពវាប្រហែលជា100ជាងអ្នកទៅ200ជាងអ្នកគឺវាបានប្រាប់យើងថាវានឹងនាំកងទ័ពវាគឺមកដោះមីននៅកន្លែងភូមិអូ3ជាន់ហ្នឹងតែអង្គុយឆ្ងល់វាដោះមីនប្រកាច់យកស្អីវាបើអ្នកភូមិអូ3ជាន់គាត់នៅតាំងពីសង្គមរាស្ត្រនិយមមកមិនមានមីនមកក្របផងវាយកលេសមកអូសមកអីគេមកដោះមីនប្រកាច់យកខ្ញុំគ្រឹះត្រង់ហ្នឹងនិយាយទៅឲ្យទៅតាមដានព័ត៌មានថៃខ្ញុំគ្រឹះមែនតើហ្មងមិនដឹងថាពួកជនជាតិនោះវាឈួតវាឬវាកំមិចវាលេសឲ្យគេជឿតិចទៅណាធ្វើដូចគេល្ងងអញ្ចឹងល្ងងជាងវាមែនឬវាកំមិចហើយឥឡូវនេះគឺវាបានអនុវត្តហើយមិនដឹងថាតទៅមុខទៀតគឺមិនដឹងថាយ៉ាងម៉េចទេព្រោះអីព័ត៌មានហ្នឹងគឺបានបញ្ចុះសាយ2ម៉ោងមុនទេហើយក៏មានសារព័ត៌មានក៏ដូចជាអ្នកដែលស្និទ្ធជាមួយនឹងនាយករដ្ឋមន្ត្រីដូណាល់ត្រាំត្រូវឲ្យដូណាល់ត្រាំគឺ Michael B. Afro គឺគាត់បានមក live ផ្ទាល់ដែរនិយាយទៅមក live ផ្ទាល់នៅក្នុងទីតាំងហ្នឹងហ្មងខ្ញុំអត់មានវីដេអូនេះទេគឺយក iPad ឲ្យអ្នកគ្នាមើលហ្មងទៅនេះគឺគាត់កំពុងតែ live ផ្ទាល់តាក់ទងពីការឈ្លានពានទន្ទ្រានយកដីរបស់ថៃនេះគឺបរទេសគឺគាត់បានដឹងលឺអស់ហើយតែមិនដឹងថាមានវិធានការយ៉ាងដូចមិនដេចទេគឺមានតែចាំមើលបន្ថែមទៀតហើយបើសម្រាប់ថ្នាក់ដឹកនាំរបស់យើងគឺគាត់នៅតែបន្តភាពស្ងៀមស្ងាត់គឺនៅតែមានភាពស្ងៀមស្ងាត់យើងមិនទៅធ្វើអីផ្សេងទេមានតែមួយទេគឺថ្ងៃទី10នឹងដែរគឺថ្នាក់ដឹកនាំក៏ដូចជាខាងអ្នកអង្កេតការ IOT ដែលមានច្រើនប្រទេសដែរគឺគាត់បានចុះមកមើលផ្ទាល់នៃការទន្ទ្រានយកដីដោយមិនមានភាពខ្មាស់អៀនរបស់ថៃនេះគឺចុះមកមើលផ្ទាល់និងថតសកម្មភាពជាក់ស្ដែងយកតែម្ដងដើម្បីទៅពិភាក្សាក៏ដូចជារកដំណោះស្រាយបន្ថែមទៀតនេះគឺជាអនុព័ន្ធផងយោធានៃកៅនេះផងម៉ាឡេកៅនេះតែមិនដឹងថាមានចំណាត់ការបែបណាទេយើងមានតែបន្តចាំមើលទៀតហ្នឹងហើយថ្ងៃនេះគឺព័ត៌មានហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាមានអីបន្ថែមទៀតចាំខ្ញុំធ្វើវីដេអូប្រាប់អ្នកគ្នាទៀតខ្ញុំបន្ថែមមួយទៀតប្រហែលជា5ម៉ោងមុននេះគឺកម្ពុជាផុសថ្មី Delhi គឺគាត់បានផុសថានាវាចំនួន2គ្រឿងរបស់ចិនគឺបានចូលចតនៅកំពង់ផែក្រុងបរសេនុដែលនាវានេះគឺធំមែនតែនធំខ្លាំងជាងគេនៅក្នុងអាស៊ីរបស់យើងនាវា2នេះហើយមាននាវិកចំនួន1207នាក់ដែលឥឡូវនេះគឺកំពុងតែនៅកំពុងផែក្រុងប្រទេសឥណ្ឌូយើងគឺគាត់មកនេះគឺមកចុះទស្សនកិច្ចតែមិនដឹងថាទស្សនកិច្ចតាក់ទងពីអីទេយើងអត់ទាន់ដឹងដែរព្រោះព័ត៌មានគឺមិនទាន់បានចុះផ្សាយអីច្បាស់លាស់ទេគ្រាន់តែប្រាប់ថាគឺមកទស្សនកិច្ចអ
chẳng sẵn khâm ta tu sẵn kênh ní cứ miền play ca ló mà đo bà tay chiết dưỡng sẵn khâm cái lô ban nhầm chẳng dễ cái lô ban này với mùi tiết chẳng hết đây nâng này miền tập một phần năng tế chăm chụp nhầm nơi video khai tiếp và sân chụp miền bánh miền bỏ miền em time cho nhầm thật lẽ chu này nè khi mơ là không channel mình bye bye nè khi chụp miền